ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំជាគ្រូនិស្សិតឈ្មោះឡុងសុភូងសូមមកបកស្រាយក៏ដូចជាសង្ខេបនៅមេរៀនមុខវិជ្ជា Learning Assessment ដែលបង្រៀនដោយលោកគ្រូកេងចន្ទខានៅក្នុងនេះដែរខ្ញុំសូមសង្ខេបនៅចំណុចមួយទី1គឺ Appendix Formative Assessment ដែលយើងប្រើជាភាសាខ្មែរថាការវិតម្លៃតាមដំណាក់កាលអញ្ចឹងគេសួរថាតើការវិតម្លៃតាមដំណាក់កាលគឺជាអ្វីការវិតម្លៃតាមដំណាក់កាលគឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់សិស្សនិងការសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់សមិទ្ធផលនៅក្នុងនេះដែរការវិតម្លៃតាមដំណាក់កាលយើងចែកចេញជា4ប្រភេទគឺទី1ប្រមូលភស្តុតាងនៃការសិក្សាអញ្ចឹងនៅក្នុងការប្រមូលភស្តុតាងនៃការសិក្សាទៀតសោតវាបែងចែកជា4ធំជា4តូចតូចគឺទី1ការសង្កេតមិនផ្លូវការទី2សួរសំណួរទី3លំហាត់ដែលមានរចនាសម្ព័ន្ធទី4ស្វែងវាតម្លៃរបស់សិស្សទី2វាតម្លៃភស្តុតាងនៅក្នុងការវាតម្លៃភស្តុតាងគឺមានដូចជាការបកស្រាយនិងមិនមានភាពលំអៀងទី3ការផ្ដល់មតិត្រឡប់ដល់សិស្សនៅក្នុងការផ្ដល់មតិត្រឡប់របស់សិស្សគឺវាមានដូចជាភ្លាមឬក៏ពង្រាយពេលនិងមួយទៀតគឺមានភាពច្បាស់លាស់ទី4ការកែលម្អការបង្រៀននៅក្នុងការកែលម្អការបង្រៀននឹងទៀតសោតវាមានពីជំហានបន្ទាប់និងសកម្មភាពរបស់សិស្សនៅក្នុងការវិតម្លៃតាមដំណាក់កាលនឹងទៀតសោតវាបែងចែកជាពីរប្រភេទធំទី1គឺក្នុងការម៉ោងសិក្សានៅក្នុងម៉ោងសិក្សានឹងទៀតសោតគឺវាមានដូចជាភ្លាមនិងមានកម្រងទី2គឺវាតម្លៃតាមដំណាក់កាលដែលផ្អែកលើការវាតម្លៃបញ្ចប់នៅក្នុងនេះដែរវាមានដូចជានៅក្នុងថ្នាក់រៀនជាទូទៅនិងខ្នាតធំសរុបសេចក្តីមកយើងអាចសន្និដ្ឋានបានថាការវាតម្លៃតាមដំណាក់កាលវាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងរបៀបប្រើប្រាស់របស់វាឲ្យមានប្រសិទ្ធភាពបន្ទាប់ពីបានស្វែងយល់ដោយសង្ខេបអំពីប្រភេទផ្សេងៗនៃការវាតម្លៃតាមដំណាក់កាលយើងនឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅទៅលើប្រភេទដែលមានប្រសិទ្ធភាពបំផុតអញ្ចឹងនៅក្នុងការសង្ខេបចំណុចទី1 Appendix Formative Assessment ឬក៏យើងអាចហៅបានថាការវាតម្លៃតាមដំណាក់កាលគឺសូមចាប់តែត្រឹមនេះសូមអរគុណ